ចាពុកម៉ែបងប្អូននេះគឺជាក្រូចប្រសាទចន្ទឃ្មុំដែលខាងខ្ញុំធ្វើការកោះពីទៅក្រូចនេះគឺទុករយៈពេល1ខែឡើងលើហើយណាពុកម៉ែបងប្អូនហើយដើមវាគឺថាបែកមិនតាំងពីក្រោមគល់ទៅស្អាតមែនតើហើយគល់វានេះគឺបែកឫសចេញក្រៅក្រុងអស់ហើយណានេះឫសវាចឹងបើសិនពុកម៉ែបងប្អូនមានតម្រូវការចង់ដាំប្រភេទក្រូចប្រសាទទឹកឃ្មុំខ្នាតនេះគឺអាចធ្វើការទាក់ទងកំងបាននេះគឺស្តុកថ្មីហ៎ពុកម៉ែបងប្អូនយល់ទៅគឺមានច្រើននៅក្នុងស្តុកអញ្ចឹងបើសិនពុកម៉ែបងប្អូនមានតម្រូវការចង់ដាំអីអាចធ្វើការតាក់ទងកំងបានខាងខ្ញុំធ្វើការវិខ្ចប់ដាក់ផ្ញើជូនពុកម៉ែបងប្អូនបានណាមិនថាពុកម៉ែបងប្អូនកំងមួយដើមឬក៏ពីរដើមដាំនៅមុខផ្ទះអីក៏ខាងខ្ញុំដាក់រៀបចំជូនដែរហើយដើមវាគឺវគ្គនេះគឺថាអត់ខ្ពស់ទេណាពុកម៉ែបងប្អូនដើមបែកតាំងពីគល់ទៅហ្មងគឺថាបែកវិលជុំស្អាតមែនតែដូចក្នុងរូបដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់ដាំប្រភេទដើមក្រូចប្រសាទពូជសុទ្ធតនេះពូជជូនពុកម៉ែបងប្អូនប្រភេទទឹកឃ្មុំសុទ្ធអញ្ចឹងណានិយាយទៅប្រភេទដើមក្រូចអស់នេះគឺបែកមេពីក្រោមទៅអញ្ចឹងដើមវាគឺអត់ខ្ពស់ឲ្យពុកម៉ែបងប្អូនដើមទៀបហើយពេលផ្លែទៅគឺថាឈោងបេះនឹងដៃបានអញ្ចឹងណាហើយក្រូចក្នុងស្តុកគឺថាមានច្រើនមែនតើសម្រាប់ពុកម៉ែបងប្អូនចង់ដាំអីអាចធ្វើការឆាតចូលเพจសួរប្រមាណបន្ថែមបានបងប្អូនអាចធ្វើការកំងមិនថាមួយដើមពីរដើមឬក៏ច្រើនបើសិនពុកម៉ែបងប្អូនកំងច្រើនតម្លៃកាន់តែធូរអញ្ចឹងណាហើយក៏អរគុណពុកម៉ែបងប្អូនមែនតើតែជួយជែកនឹងកំងពីបងរហូតអញ្ចឹងណា
Bọc hòm bọc đặt